អភិបាលខេត្តកំពង់ចាមដឹកនាំក្រុមការងារចុះពិនិត្យការថែទាំជួសជុលផ្លូវលំផ្លូវកៅស៊ូនិងសំណង់នានាក្នុងស្រុកព្រៃឈរនិងស្រុកបាធាយឯកឧត្តមអ៊ុនចិន្តាភិបាលនៃគណៈភិបាលខេត្តកំពង់ចាមអមដំណើរដោយមន្ត្រីពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃទី24ខែសីហាឆ្នាំ2025នេះលោកបានអញ្ជើញចុះពិនិត្យការងារថែទាំជួសជុលផ្លូវលំផ្លូវកៅស៊ូនិងសំណង់នានាដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរនិងស្រុកបាធាយក្នុងដំណើរអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវខាងលើនេះដែរអាដាមអ៊ុនចិន្តាភិបាលខេត្តកំពង់ចាមលោកបានធ្វើការសាកសួរសុខទុក្ខនិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានជាប់តាមបណ្ដោយផ្លូវឲ្យចូលរួមសហការជាមួយអាជ្ញាធរដើម្បីបន្តការអភិវឌ្ឍពោលគឺធ្វើយ៉ាងណាឲ្យស្របទៅតាមគោលនយោបាយអភិវឌ្ឍភូមិឃុំសង្កាត់របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញជាយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1របស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានដាក់ចេញជាអត្ថិភាពគឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាបើតាមមន្ត្រីសាលាខេត្តកំពង់ចាមបានដឹងថាគម្រោងថែទាំជួសជុលផ្លូវលំនិងផ្លូវកៅស៊ូដែលឯកឧត្តមអភិបាលខេត្តលោកបានដឹកនាំក្រុមការងារចុះពិនិត្យរួមមានទី1គម្រោងផ្លូវដីកំទេចថ្មភ្នំប្រវែង13គីឡូម៉ែត្រក្នុងឃុំបឹងណាយស្រុកព្រៃឈរទី2គម្រោងកែលម្អតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផ្លូវជាតិលេខ NO6 ក្រាលកៅស៊ូប្រភេទ DBAT ប្រវែង8500ម៉ែត្រទទឹង8ម៉ែត្រឈ្មោះផ្លូវទឹកឆាសំពងជ័យដែលជាហិរញ្ញប្បទានធនាគារពិភពលោកបរិភាគជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអភិវឌ្ឍជនបទទី3គម្រោងផ្លូវក្រាលកៅស៊ូប្រភេទ DBAT ស្ថិតក្នុងឃុំសណ្ដែកស្រុកបាធាយដែលត្រូវធ្វើការសិក្សានិងពិនិត្យលទ្ធភាពដើម្បីធ្វើការជួសជុលឡើងវិញបន្ទាប់ពីរងការខូចខាតនាពេលកន្លងមកនាងខ្ញុំអែមភៀងធ្វើសេចក្តីរាយការណ៍ពីខេត្តកំពង់ចាម